ថៅកែខ្ញុំចង់សាក់ពេញខ្លួនតែម្ដងអូចង់សាក់រូបអីដែររូបទេពវត្តនឹងខ្មៅ He be watching ក្បាលគោមុខសេះនេះរមេមានចែកក្រុមធំទាំង4ស្ដេចយមរីទាំង10អធិរាជវែងយូហើយនឹងទ្វារខ្មោចស្ពានណេឈួតហើយមែនទេយុវជនសាក់ច្រើនយ៉ាងនេះអញរួមមិនបានហួស7ថ្ងៃទេខ្ញុំមិនជឿរឿងអាប់ធ្មប់ទេបើថៅកែមិនព្រមសាក់ឲ្យខ្ញុំទេខ្ញុំនឹងប្តឹងអូខេល្អតា100000យន្តមិនបន្ធូរថ្លៃទេព្រមព្រៀងមិនមែនទេព្រមព្រៀងស្អីអញមានលុយ100000មែនទេទទួលបានប្រាក់100000យន្តខ្ចីលុយតាមអនឡាញដើម្បីមកសាក់រូបទាំងនេះហឹងចិត្តសឿងមែនតែនយុវជនលទ្ធផលនៃការសាក់រូបទាំងនេះគឺអញត្រូវទទួលខុសត្រូវខ្លួនអញហើយសាក់ទៅរាល់លទ្ធផលទាំងអស់ខ្ញុំអាចទទួលយកបានយើងញញមកនេះមកខ្ញុំមានមិត្តភក្តិម្នាក់ធ្វើការនៅនាយកដ្ឋានឧតុនិយមគេនិយាយថាថ្ងៃខានស្អែកនឹងមានអាកាសធាតុអាក្រក់ខ្លាំងអូសបន្លាយពេលយ៉ាងយូរពួកអ្នកគួរតែស្តុកស្បៀងអាហារនិងសម្ភារៈនៅក្នុងផ្ទះឲ្យហើយទៅ2ថ្ងៃទៀតភាពចម្លែកនឹងព្រឺព្រួចខ្មោចព្រីបិសាចនឹងចូលលុកលុយពិភពពិតដល់ពេលនោះមនុស្សជាតិនឹងក្លាយជាចំណីឈាមរបស់ពួកបិសាចមានតែអ្នកដែលមានរូបសាក់នៅលើខ្លួនប៉ុណ្ណោះទើបអាចដាស់ថាមពលពិសេសខុសគ្នាបានមានអ្នកសាក់រូបហ្គឿនយូខ្វ័នយូដាវមួយកាប់កំទេចរាល់ពួកបិសាចមានអ្នកសាក់រូបព្រះពុទ្ធពន្លឺព្រះពុទ្ធមួយព្រិចភ្នែកការពារទីក្រុងមិនឲ្យរលាយរលត់ជាតិមុនរបស់ខ្ញុំដោយសារតែគ្មានរូបសាក់បានត្រឹមតែរស់លាក់ខ្លួនយ៉ាងវេទនាក្នុងសម័យចុងលោករហូតត្រូវពួកបិសាចហែកស៊ីយ៉ាងអាណោចអាធំជាតិទឹកនេះខ្ញុំត្រឡប់មកវិញហើយ3 2 1មកដល់ហើយឈឺខ្លាំងណាស់គឺរូបសាក់ក្បាលគោមុខសេះផ្អែកលើកម្រិតនៃរូបសាក់រូបទាំងពីរនេះនឹងដាស់ថាមពលមុនគេបិសាចកូនក្រមុំក្នុងឈុតក្រហមលេចខ្លួនឡើងឯងឃើញស្បែកជើងប៉ាក់ពណ៌ក្រហមរបស់ខ្ញុំទេតាមពិតទៅខ្ញុំជាមនុស្សខ្វិនងើបពីគ្រែមិនរួចទេដូច្នេះក៏មិនអាចពាក់ស្បែកជើងបានដែរឯងមើលណែស្បែកជើងប៉ាក់ពណ៌ក្រហមរបស់ខ្ញុំមិនមែននៅទីនោះទេអីនេះជាស្អីឯងមិនមែនជាមនុស្សធម្មតាទេខ្ញុំជាមនុស្សធម្មតាមែនតើឯងមិនមែនចង់ស៊ីខ្ញុំទេអីមកលឿនឡើងមកថាមពលបិសាចរបស់ខ្ញុំកំពុងតែលេចធ្លីហើយតើឯងជាអ្នកណាឲ្យប្រាកដបិសាចកូនក្រមុំត្រូវកំទេចទោះបីជាក្បាលគោមុខសេះជាធម្មពលខ្សោយជាងគេក្នុងចំណោមរូបសាក់របស់ខ្ញុំក៏ដោយប៉ុន្តែវាក៏គ្រប់គ្រាន់នឹងកំទេចពួកបិសាចភាគច្រើនក្នុងដំណាក់កាលដំបូងនេះដែរមានអាសន្នគ្រោះមហន្តរាយកើតឡើងនៅទូទាំងពិភពលោកសូមបងប្អូនប្រជាពលរដ្ឋសំងំនៅក្នុងផ្ទះកុំចេញទៅក្រៅសូមគ្រប់គ្នាជឿជាក់លើរាជរដ្ឋាភិបាលពួកយើងពិតជាអាចដោះស្រាយការលំបាកចំពោះមុខនេះបានដំណាក់កាលដំបូងនៃការលុកលុយរបស់ពួកបិសាចសណ្ដាប់ធ្នាប់សង្គមនៅរក្សាបានខ្លះខាងរាជការកំពុងខំប្រឹងអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងស្ថានភាពប៉ុន្តែមិនយូរទេពួកនឹងដឹងថាពួកបិសាចមិនមែនជាអ្វីដែលមនុស្សធម្មតាអាចទល់បានឡើយមានតែគ្រូសាក់រូបដែលបានដាស់ថាមពលសាក់គ្រូមិនអាគមសាក់រូបប៉ុណ្ណោះទើបអាចទប់ទល់នឹងពួកបិសាចបាន